អាយុដំអភិសន្តិបណ្ឌិតសសុខាបន្តជំរុញឲ្យពលរដ្ឋខេត្តព្រៃវែងរួមគ្នាដាំនិងថែរក្សាព្រៃឈើអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងបានបំផុសគំនិតឲ្យពលរដ្ឋខេត្តព្រៃវែងរួមគ្នាដាំនិងថែរក្សាព្រៃឈើដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោកដែលកាន់តែបៃតងមានសុខភាពល្អនិងកាន់តែមានសុខដុមរមនាក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរពិធីបុណ្យរុក្ខទេវានៅបរិវេណទួលព័ទ្ធតាលីបឹងស្នេហ៍ស្ថិតនៅក្នុងឃុំធាយស្រុកបាភ្នំខេត្តព្រៃវែងនាព្រឹកថ្ងៃទី22ខែតុលាឆ្នាំ2025នេះអាយុដំអភិសន្តិបណ្ឌិតសសុខាបានមានប្រសាសន៍ថាតាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្សបានធ្វើឲ្យមានការកាប់ព្រៃឈើជាច្រើនដើម្បីរៀបចំលំនៅឋានការទាញផលជាសេដ្ឋកិច្ចនិងការកែលម្អដែនដីនគររូបនីយកម្មបានគម្រាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឲ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យបាត់បង់ជីវៈចម្រុះក្នុងន័យនេះអាយុដំអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថាដើម្បីចូលរួមទប់ស្កាត់និងស្ដារដើមឈើឡើងវិញប្រជាពលរដ្ឋមួយនាក់ត្រូវដាំដើមឈើមួយដើមជារៀងរាល់ឆ្នាំមិនថានៅទីកន្លែងណាឬក្នុងបរិវេណណាជារួមទាំងនៅក្នុងសាលារៀនវត្តអារាមទីប្រជុំជនក៏ដូចជាកន្លែងធ្វើការជាដើមអាយុដំបានសង្កត់ធ្ងន់ថាការប្រារព្ធពិធីនៅថ្ងៃនេះគ្រាន់តែជានិមិត្តរូបមួយប៉ុណ្ណោះពោលគឺដើម្បីពិភពលោកកាន់តែបង្កើននៅគម្របបៃតងឡើងវិញនោះទាមទារជាចាំបាច់ការចូលរួមពីពលរដ្ឋម្នាក់ៗនិងនៅគ្រប់បណ្ដាប្រទេសលើពិភពលោកដែលក្នុងនោះក៏រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងដូចគ្នាដែរពីវេទិកានេះអាយុដំឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឲ្យអាជ្ញាធរឃុំស្រុករៀបចំផែនការឲ្យបានច្បាស់លាស់នៅតម្រូវការនៃប្រភេទដំណាំឬប្រភេទដើមឈើដែលជាតម្រូវការចាំបាច់ដោយបញ្ជូនទៅរដ្ឋបាលថ្នាក់ខេត្តមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីបូកសរុបជាកញ្ចប់នៃបញ្ហានិងធ្វើការស្នើសុំទៅថ្នាក់ជាតិពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបញ្ហាในតំបន់នីមួយៗដើម្បីចូលរួមទប់ស្កាត់និងបង្ការបញ្ហាបំរែបំរួលអាកាសធាតុអាយុដំក៏បានណែនាំឲ្យក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តថ្នាក់ដឹកនាំក្រសួងថ្នាក់ដឹកនាំក្រុងស្រុកឃុំសង្កាត់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើបញ្ហាធនធានធម្មជាតិនេះព្រមទាំងចូលរួមថែរក្សានិងសម្រេចឲ្យបាននូវការរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យកសិកម្មនិងបរិស្ថានដើម្បីចូលរួមសម្រេចឲ្យបានចក្ខុវិស័យឆ្នាំ2050ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាយោងតាមរបាយការណ៍របស់លោកអុកសំណាងប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងក្នុងឆ្នាំ2025នេះខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានបណ្ដោះកូនឈើចម្រុះគ្រប់ប្រភេទចំនួន 15,945 ដើមក្នុងនោះមានដើមក្រញូងបេងនាងនួនធ្នង់គគីឈើទាលកកោះនិងប្រភេទឈើហូបផ្លែជាដើមព្រមទាំងបានចែកចាយកូនឈើនៅតាមបណ្ដាវត្តអារាមសាលារៀនមន្ទីរអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋដាំក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ថ្នាក់ដឹកនាំសរុប2203ដើមបើតាមលោកប្រធានមន្ត្រីការប្រារព្ធទិវាដាំដើមឈើនេះជាការបញ្ជាក់ឡើងវិញនៃការបដិញ្ញាចិត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងនិងប្រជាពលរដ្ឋទូទាំងប្រទេសចំពោះសុខភាពភពផែនដីនិងសុខុមាលភាពនៃមនុស្សជំនាន់ក្រោយពីព្រោះដើមឈើមិនមែនគ្រាន់តែជាផ្នែកនៃទេសភាពប៉ុណ្ណោះទេពួកវាជាសួតនៃផែនដីរបស់មនុស្សជាតិដែលបានផ្ដល់អុកស៊ីសែននិងបន្សុទ្ធខ្យល់សម្រាប់មនុស្សនិងសត្វហើយលើពីនេះផលនៃដើមឈើមានទាំងផ្លែនិងអត់ផ្លែសុទ្ធតែមានអត្ថប្រយោជន៍និងមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃតទៅអនាគតសូមបញ្ជាក់ថាក្នុងឱកាសអបអរសាទរបុណ្យរុក្ខទិវា9កក្កដាឆ្នាំ2025នេះរដ្ឋបាលខេត្តព្រៃវែងបានសហការជាមួយសហគមន៍ទួលព័ទ្ធតាលីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងខណ្ឌរដ្ឋបាលព្រៃឈើបានរៀបចំទីតាំងដើម្បីប្រារព្ធដាំដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង 2000 ដើមនិងកូនឈើចម្រុះគ្រប់ប្រភេទ 1500 ដើមសម្រាប់ដាំជួសបន្តនិងប្រគេនព្រះសង្ឃលោកគ្រូអ្នកគ្រូបងប្អូនប្រជាពលរដ្ឋយកទៅដាំនៅតាមវត្តអារាមសាលារៀននិងលំនៅឋាន